ជំរាបសួរយាយតាអំពូមីងទាំងអស់គ្នាថ្ងៃនេះមកវីដេអូមួយទៀតហើយនិយាយទៅវីដេអូទៅផ្ទះម៉ែហ្នឹងចេញមកជាបន្តបន្ទាប់បងប្អូនហើយថ្ងៃនេះមេចុងភៅរបស់យើងហ្នឹងគាត់ចាប់ផ្ដើមធ្វើមួយមុខទៀតហើយគេថាភ្លាសាច់គោអង្ក្រងបងប្អូនហើយនិយាយទៅមេចុងភៅហ្នឹងគឺជំនាញដែរណាបងប្អូនហូបអីក៏ចេះដែរហើយសាច់គោហ្នឹងគឺថាយើងរើសយើងសាច់គោណាដែលផុយមកបងប្អូនហើយសម្រាប់សាច់គោនេះគឺថាយើងរើសយ៉ាងណាផុយហើយនឹងសាច់ស្រួយឬក៏សាច់កភួនជើងនេះឯងបងប្អូននិយាយទៅសាច់កន្លែងហ្នឹងយើងអាចយកទៅឆាឡុកឡាក់ឬក៏ឆាម្នាស់ឬក៏ញោមភ្លាអីហ្នឹងគឺលេខ1ហ៎បងប្អូនឆ្ងាញ់ហើយវាផុយណាហើយយើងហាន់ក្រូចឆ្មាមកដើម្បីច្បាច់សាច់គោយើងឲ្យវាស្លោកកុំឲ្យវាឃើញនៅស្រស់ពេកបងប្អូនយើងដាក់វាច្បាច់ជាមួយក្រូចឆ្មាអញ្ចឹងសាច់គោរបស់យើងនឹងវាស្លោកអាចនិយាយថាបានវាអាចនិយាយថាបានថាវាដូចចង់ឆ្អិនណាបងប្អូនយើងច្បាច់វាឲ្យកាត់ជាតិឆ្អាបជាតិអីចេញអស់ចាំយើងយកវាមកភ្លាហើយឃើញថាចុងភៅយើងក៏ផ្ដើមច្បាច់ហើយបងប្អូននិយាយទៅមួយថ្ងៃនេះចុងភៅយើងចង់100មុខហើយនៅជាក្រាននិយាយទៅ stand by នៅជាក្រានមួយថ្ងៃពេញរហូតដល់យប់ stand by នៅជាក្រានតាំងពីព្រឹករហូតដល់យប់បងប្អូនចុងភៅយើងចេញមុខម្ហូបថ្មីរហូតហើយម្លងពេលយើងច្បាច់ក្រូចឆ្មាហ្នឹងយើងក៏មានថាលេងស្វាយក្លុកហ្នឹងគឺមកចានដែកដែរបងប្អូនហើយក្លុកយើទៅយើងមានរត់ឌីស្ករអំបិលវាចេងចឹងមកបងប្អូនគឺថាដាក់ទៅជូរជ្រះប្រៃចឹងណាហើយសម្រាប់សាច់គោយើងច្បាច់រួចហើយបងប្អូនយើងច្បាច់មួយក្រូចឆ្មារួចអីរួចហើយយើងមកហាន់បន្លែដាក់បងប្អូននិយាយទៅបន្លែយើងចង់ដាក់បន្លែអីក៏បានប៉ុន្តែបន្លែដែលគាត់ដាក់ហ្នឹងយើងឃើញថាមាន2មុខ3មុខចឹងណាបងប្អូនមានដូចខ្ទឹមបារាំងអីចឹងមកបងប្អូននិយាយទៅភ្លាសាច់គោនេះដាក់ខ្ទឹមបារាំងដាក់អីគឺឆ្ងាញ់ផ្អែមខ្ទឹមបារាំងយើងធ្វើម្ហូបដាក់វាឆៅចឹងគឺឆ្ងាញ់ហើយផ្អែមឃើញថាសាច់គោរបស់យើងនឹងវាស្លោកហើយបងប្អូនឃើញយើងច្បាច់មួយក្រូចឆ្មាហើយវាឡើងស្លោកវាដូចនៅយើងទំហាន់ហើយស្រស់ណាហើយសម្រាប់ខ្ទឹមបារាំងនឹងយើងហាន់វាស្ដើងមកបងប្អូនកុំដាក់វាក្រាស់ណាហាន់ស្ដើងមកយើងញោមតាមមកត្រឡប់ពីហ្នឹងវាចូលជាតិជាមួយនឹងសាច់ជាមួយនឹងគ្រឿងក្រៅរបស់យើងគឺថាមានរសជាតិឆ្ងាញ់ហើយបន្ទាប់ពីគាត់ហាន់ខ្ទឹមបារាំងរួចហើយគាត់ដំសណ្តែកគូយើងចូលបងប្អូនដាក់សណ្តែកគូយើងមកស្រួយយើងដំវាឲ្យកប៉ែតដែរដើម្បីយើងញោមទៅវាចូលជាតិណាដំវាបែកជក់ញោមទៅជឿចូលជាតិខ្លាំងជាមួយស្ករអំបិលវាចេញសាច់របស់យើងហើយសម្រាប់ម្ហូបមួយមុខនេះបងប្អូនញ៉ាំជាមួយបាយអត់សូវត្រូវទេប៉ុន្តែយើងក្លែមឬក៏ញ៉ាំលេងត្រូវព្រោះថាញ៉ាំមួយបាយគឺញ៉ាំបានក៏ប៉ុន្តែវាអត់សូវត្រូវជាតិណាយើងញ៉ាំជាមួយជាអីមកហើយនឹងញ៉ាំលេងគឺញ៉ាំលេងគឺថាជាតិតែម្ដងហើយបន្ទាប់ពីគាត់ដាក់សណ្តែកគូអីហើយអត់ភ្លេចទេជីបងប្អូនជីណាយើងណាជីណាដាក់ទៅឈ្ងុយកាត់ជាតិឆ្អាបជាតិអីដែរណាតោះមកយើងច្បល់វាចូលជាតិមកច្បល់វាឲ្យចូលបន្លែចូលអីចាំយើងវាយគ្រឿងចូលគ្រឿងនោះមានដូចជាសៅស៊ុបខ្នុរបន្តិចមកប៊ីចេងស្ករអីបន្តិចមកបងប្អូននិយាយទៅអត់ដាក់ច្រើនទេគ្រឿងទេសដាក់ច្រើនខ្លាចប្រៃណានិយាយដាក់មើមកហើយគ្រឿងផ្សំពិសេសហ្នឹងគឺថាក្រងរបស់យើងនេះឯងបងប្អូនអើយក្រងហ្នឹងយើងដាក់វាមកជាតិជូរប្រៃនៅនឹងយកតែម្ដងយើងមិនបាច់ហាត់ថែមគ្រឿងច្រើនទៀតណាហើយនិយាយទៅមកហូបមុខនេះក៏អ្នកឈើចាំភ្លុកគឺថា180នាក់បងប្អូនឈើតម្រង់ជួរគ្នា
ឃើញតែចុងក្រោយនេះគឺថាម្ទេសបងប្អូនអើយចង់ហឹលហោះហឹលហើយយើងដាក់តាមនឹងតែនេះគាត់ដាក់បន្តិចទេដើម្បីឲ្យវាហឹលល្មមណាអ្នកខ្លះគាត់អត់សូវចេះម្ទេសយើងដាក់មកល្មមទៅបើយើងចង់ហឹលខ្លាំងយើងដាក់ថែមទៀតទៅហើយបន្ទាប់ពីយើងដាក់ម្ទេសដាក់អីហើយច្បល់វាច្បល់វឹកឲ្យចូលជាតិខ្លាំងឥឡូវដល់ភ្ញៀវកិត្តិយសយើងហើយចាំភ្លក់នេះភ្ញៀវកិត្តិយសយើងនឹង180គីឡូបងប្អូនហើយថាគេថាភ្ញៀវកិត្តិយសនេះគេថា180គីឡូលើកឲ្យមេដៃមួយថាចុងភើអើយឆ្ងាញ់លេខ1តែម្ដងឆ្ងាញ់ណាស់មួយម៉ាត់ហើយមិនអស់ចិត្តដាក់មួយម៉ាត់ទៀតហើយឃើញថាស្ទើជូរបន្តិចគាត់ថែមក្រូចឆ្មាមកចំណិតទៀតមកថារសជាតិម្ហូបរបស់យើងបានជាការស្រេចហើយខ្ញុំក៏បានភ្លក់ដែរម្ហូបនេះគឺថាជាតិលេខ1តែម្ដងបងប្អូនឥឡូវភ្លារបស់យើងហ្នឹងគឺថាបានរួចរាល់ហើយចុងភៅលិនលើកបង្ហាញមួយនេះឆ្អិនហើយច្រឡំឆ្អិនបងប្អូនយើងបានភ្លារួចរាល់ឥឡូវយើងដួសដាក់ចានទៅឲ្យអ្នកញ៉ាំគេញ៉ាំហើយហ្នឹងហើយបងប្អូនវីដេអូរបស់យើងគឺបានចប់ហើយតែប៉ុណ្្នេះអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយ like ជួយ share ម្នាក់មួយផង